bọc ròn để tức mặt lục và phần năng tây miên và hai đo một hay các ba phong hơi ruột nơi mình sọc và hái là tây nông lông xe na đừng họ mà nơi chỉ muối đừng họ một nhau Việt Nam chỉ muối đừng họ một nhau sẽ đầy tục chật chỉ muối chân giang nam mấy quan Aram còn chân đây bao lúc mà cha trong ở quan Aram đi miền thiệp chẹt chung dùng rong chùm ra rung rường nó cứ thà stop bấy lúc mà cha lấy dành mấy ao quan miền nơi xa mà kỳ thua và con đói sẽ đây rút rùm sẽ đây pram lại bạt thiệp smart trăng nâng cả ta ăn nọc rùa chỉ chẳng bạch đang bay chỉ phải giao đào khuôn dương toan chỉ phải thông và thiền bà ca na khuôn dương rất có sẵn ma chất để nơi cái bài dương chỉ một nốt miên nơi sẽ đầy sốc tam rồi dẹp lời cai nằm chật hơi nó nét đợt tây trôi máu co viên nằm cao chia sạch đầy sọc thông từ con ta vào sông bay thì khuôn ai những nét trung vĩnh à mình miên sẽ đầy sọc là hơi nó chân nét đợt tây để trôi máu nâng bằng cao ở từ chỉ thiếp đâu cả hai căn để thông lại công kết thật kia trơn dương sẽ bài o nó mình trâu thế pro thả bờ trâu đau vì trâu mình nè chân nét để trôi máu tam đi kia nắng con đừng trăm trâu tràn lan con tại bờ nẹt đau tại mà nẹt khóc chân nẹt đại cho một đau tam như kia nên đừng khóc tràn lan được chân mình men ta kia tràn sắc tại thà dương cọp bay sập bay đi rèn o ấy nông nông thế ai mình men ta kia tách sắc tại mình là o nó đây riêng tầng o mình tha tách rồi tràn mình tha giúp được ngày ngưỡng ngất được lưu thế tay tại miên phal vích chữ miên nâng áp vích chữ miên rồi đó riêng đừng hai đâu mùi re hạt tết re lang chay chăm là ồ miên cầm đau ngàyបែបនេះបើប៉ះអ្នកដែលគេហាលសម្ដែងហាលស្រូវឬក៏ហាលសំលៀកបំពាក់អីផ្សេងគេរមែងពូលថាថ្ងៃនេះល្អណាស់40គីឡូតែធ្ងន់ជាងទម្ងន់ក៏1គីឡូ2គីឡូរបស់ខ្លួនហ្នឹងទេអញ្ចឹងគឺថារឿងទាំងអស់ហ្នឹងមនុស្សចង់មិនចាប់កាលតូចចង់ធំពេលធំហើយចង់មកតូចឬក៏ថាពេលមានចង់ក្រពេលក្រចង់ប្រើជីវិតឲ្យមានឬក៏ថាយ៉ាងម៉េចគឺថានោះមានចិត្តមិននឹងធឹងមិននឹងណោប៉ុន្តែបើមានចិត្តបែបនោះហើយមិននឹងធឹងបែបនេះសួរថាជាប្រយោជន៍ទេប្រយោជន៍មិនមានទេតែអ្វីដែលយើងកប់បីលៃឲ្យសំខាន់នោះគឺថាចេះអប់រំទូមាននិងគ្រប់គ្រងនៅស្ថានភាពដោយយកចិត្តទុកដាក់ការគ្រប់គ្រងស្ថានភាពដោយយកចិត្តទុកដាក់នេះរមែងជាប្រយោជន៍ហើយរមែងជាសេចក្តីសុខហើយក៏រមែងជាសេចក្តីចម្រើនដែរព្រោះមនុស្សដែលមានសេចក្តីម៉ត់ចត់និងម៉ាត់ស្យាត់ប្រកាន់ភ្ជាប់បែបនេះរមែងធ្វើរឿងមិនខុសកាលណាបុគ្គលធ្វើរឿងមិនខុសហើយរមែងមិនសូវនឹងមានភាពសោកសៅកាលណាភាពសោកសៅមិនមានហើយចិត្តក៏ជ្រះស្រឡះល្អទ្វានៃសុខតិក៏នឹងបើកប៉ុន្តែបើមនុស្សប្រព្រឹត្តរឿងខុសច្រើនអកុសលកម្មដែលកើតឡើងពីរឿងខុសនោះមានច្រើនបែបច្រើនយ៉ាងសេចក្តីសោកសៅសម្រាប់សម្រែងក៏មានច្រើនកាលណាសេចក្តីសោកសៅសម្រាប់សម្រែងមានច្រើនទោសនៃអបាយភូមិក៏បើកទ្វារសម្រាប់បុគ្គលពួកនោះដូចគ្នាអញ្ចឹងមនុស្សដែលទៅអបាយភូមិមិនមែនមនុស្សធ្វើបុណ្យច្រើនឬធ្វើបាបច្រើនអីតែម្យ៉ាងទេមនុស្សដែលទៅអបាយភូមិគឺថាជាមនុស្សដែលមានចិត្តសោកសៅច្រើនមានចិត្តសៅហ្មងច្រើនមានមន្ទិលក្នុងចិត្តច្រើននឹងហើយជាផ្លូវដែលដំណើរទៅអបាយភូមិនោះដូចជាព្រះនាងមលកាបានថ្វាយទានចំពោះព្រះអរិយបុគ្គលផងបានថ្វាយទានចំពោះព្រះសម្មាសម្ពុទ្ធផងប៉ុន្តែពេលស្លាប់ទៅភ្លាមនៅតែចុះនរកព្រោះអាស្រ័យអីព្រោះអាស្រ័យចិត្តសោកសៅជាកត្តាចិត្តចង្រោកសម្រែងជាកត្តាចុងក្រោយហើយបុគ្គលពួកខ្លះបានធ្វើបាបកម្មដ៏ច្រើនប៉ុន្តែទៀបនឹងមរណាទៅបានទទួលការអប់រំចិត្តមិនមានសេចក្តីសោកអនុគុណស្រុកកងពិសីយទីគ្រប់សក្ការៈនមស្ការថ្វាយបង្គំពោះព្រះត្រីសង្ឃអនុគុណស្រុកកងពិសីយទីគ្រប់សក្ការៈ
នមស្ការថ្វាយបង្គំពុទ្ធរាជាគណៈព្រះត្រីសង្ឃបតេរានតេរៈគ្រប់ព្រះអង្គជាពិសេសព្រះគ្រូចៅរិកាគ្រូសោតស្ដាំឆ្វេងបតេរានតេរៈគ្រប់ព្រះអង្គដែលមានប្រវត្តិមានក្នុងវេលាឱកាសនេះប្រានពងពួកអស់លោកជាអិសរាធិបតីសម្បីដើមទៀនដើមពុនទាំងអស់មហាវិជាពុទ្ធបរិស័ទដែលមានវត្តមាននាទិដ្ឋីថ្ងៃច័ន្ទ3កើតខាសាឆ្នាំរោងឆស័កពុទ្ធសករាជ2568ក្នុងវត្តអន្លង់បេងភ្នំស្រង់ដែលចូលតបនបេតោសៅកំស្រៀនជាបច្ចាវតិកានឹងឆ្លងនៅសមិទ្ធផលដែលបានកសាងរួចរាល់មកហើយនឹងក៏ប្រមូលនៅសទ្ធាទឹកចិត្តរបស់អស់លោកអ្នកជាម្ចាស់សទ្ធាក៏សាងនៅព្រះវិហារដីវត្តនេះគឺថាធំតាមការឲ្យដំណឹងមករបស់ព្រះគ្រូចៅវត្តកាថាដល់តា2000ហិកតាអញ្ចឹងណាដីជុំវិញវត្តនេះ2000ហិកតាហ្នឹងគឺធំសម្បើមអញ្ចឹងគេថាបានមកវត្តក៏ល្អប្រសើរដែរព្រោះប្រសង់មានតែចេះកាប់ឈើចេះសម្រាប់សត្វអីកាលណាបានដីធំទលំទលាយអញ្ចឹងមានតែការពារហើយថ្ងៃនេះបាននៅសេចក្តីទុកចិត្តបានតែងតាំងស្រោចស្រពសកលនគិរីជាចៅវត្តកាវត្តលងបេងទៀនគឺថាជាពុទ្ធបរិស័ទលោកផ្ញើសេចក្តីទុកចិត្តជាមួយនឹងព្រះចៅវត្តកានឹងហើយប៉ុន្តែខ្ញុំក៏ណាខ្ញុំសូមទូលប្រគេនរំលឹកចំពោះព្រះគ្រូចៅវត្តកាដែលនឹងត្រូវស្រោចស្រពសុគន្ធវិរីឲ្យឡើងជាព្រះគ្រូចៅវត្តកាពេញសិទ្ធនេះគឺថាគប្បីលៃយ៉ាងម៉េចសហការគ្នាជាមួយនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យមែនតែនព្រោះថារាជបដោសិប្រទេសដែលមានព្រះរាជាគ្រប់គ្រងកាលណាប្រទេសដែលមានព្រះរាជាគ្រប់គ្រងគឺថាប្រទេសស្ថិតនៅក្នុងរាជអាជ្ញាអញ្ចឹងមកដល់បច្ចុប្បន្នប្រទេសកម្ពុជាយើងមានព្រះមហាក្សត្រប៉ុន្តែស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់រដ្ឋច្បាប់ទាំងឡាយនោះមានចែងតាមជំពូកនៃសាសនាតែងតាមជំពូកនៃរដ្ឋាភិបាលក៏ដូចជាសមាជិកនៃរដ្ឋគឺប្រជាពលរដ្ឋហ្នឹងអញ្ចឹងកាលណាដែលគេតែងតាំងឲ្យយើងជាព្រះគ្រូចៅតកានេះមិនមែនគេតែងតាំងយើងឲ្យផ្ដាច់ខ្លួនមកសោយរាជតែឯងអីទេគឺថាគេឲ្យនៅសេចក្តីទុកចិត្តដើម្បីនឹងយើងងាយស្រួលក្នុងការសហការងារជាមួយនឹងព្រះមន្ត្រីសង្ឃព្រោះកន្លងមកដែលកើតជាអតិកោតាមដាលវត្តផ្សេងគឺភាគច្រើនព្រះចៅអធិការឬក៏អាចារ្យគណៈកម្មការមិនសូវជាសហការគ្នាជាមួយនឹងព្រះមន្ត្រីសង្ឃឬក៏ថាបានសហការហើយប៉ុន្តែមិនជិតស្និទ្ធជាមួយនឹងអាជ្ញាធរដែនដីរឿងទាំងពីរយ៉ាងនេះខុសមកខាងត្រូវមកខាងក៏មិនងាយស្រួលដែរដោយជាកិច្ចការងារកសាងឥឡូវនេះគឺថាដល់វគ្គកសាងព្រះវិហារហើយព្រះវិហារនេះពេលដែលកសាងមិនមែនគ្រាន់តែថាយើងនឹកឃើញកសាងយើងធ្វើទៅឯណាក៏ត្រូវការសុំច្បាប់អនុញ្ញាតហើយទន្ទឹមនឹងនេះសោតច្បាប់អនុញ្ញាតមិនមែនសញ្ញេឬក៏ឡាយប្រហោះលេខាចុះហត្ថលេខាតែជាមួយនឹងព្រះមន្ត្រីសង្ឃទេគឺថាត្រូវមានហត្ថលេខានិងត្រារបស់មេភូមិមេឃុំមេស្រុករហូតដល់មេខេត្តទីពាក់ព័ន្ធនេះជាដើមដើម្បីបញ្ជូនទៅក្រសួងសម្រាប់អនុញ្ញាតចេញជាសេចក្តីសម្រេចឲ្យបានកសាងព្រះវិហារថ្មីអីជាដើមអញ្ចឹងគឺថារាជបដោសិនេះត្បិតតែយើងដែលជាសំណាក់ក្នុងសាសនានេះស្ថិតនៅក្នុងដីដែលរួចពុនក៏ពិតមែនប៉ុន្តែ
dương mình men đặt luôn phí rọt đi có mình men chia sma chất để ai cái riết đây có mình men chia sự tham bắn để ai cái riết đặt cho tây phí rọt đấy cứ sự thật đông chấm nông này rọt từ mù chẳng hai rọt ca sầm rách chất rơi cổ ca thuê ca nghi ấy na để muối cọp bấy của con na con cha lây dần mây xã cá ao chật nứt chỉ muối nắng ra mình trời xong chỉ phải xét ra mình trời xong sốc đã có ông miền bảo vật làm biên không bị liệt càng này sát cái ta chỉ ơi chỉ mai chỉ mong chỉ để chị đằng hai bộ ran thang cổng an nẹt sốc ấy ngay miền ca săn ăn cỏ mà nắm cái màu đọc đòn ấy mình còn bà thế chùm nay đai ấy như phục ấy cứ thà nơi chỉ muối rất là nghề chẳng phải bắt tâm mình men cái tập bật men hai phần té pre kru ở độ côn pre mê côn cả đôi chia pre xã hạ ca ray ở độ côn pre xã hạ ca ray côn khai chuyện đó cứ tha chia bốc chia mà đà chuyện nè ao sốc ao tốc đời gì pro bịa thả chuyện nè mơ ca khóc trâu nè cứ chuyện nè truốt tiền cả khóc nâng truốt tiền cả trâu truốt đông tin đi mình men truốt bằng khen mình bất sất mình bất sợi ấy thế cứ thả truốt bờ sân chỉ trâu cổ sâu ở trầm trâu thật nấu nòng chạp tay bờ sân chỉ khóc con đừng rô bị thì xa nòng cá đọt sai cay lầm o chân nòng niềm dương chỉ một đôi cha để ca để trâu ban tay tăng nê cái ta cọp bay dạng mấy của con cha miền sẽ đầy chất nứt ở nơi không mua là than để dương cầm phong tài càng cặp lời ní của ông bàn để tua tỉa rạ trên đạ cột rồng vọt ní hay tam tùng đăng bao nâng cứ tham miền tây đây để trâu để tua kho trâu nâng thông na để thông chân mình bên chỉ riêng cua o đấy chỉ riêng cua bà răm để vinh thế rồi ta căn để thông cứ ta căn tại bị bà rồi ta tê khla trâm tại mà rồi mai buôn trung nâng dương bị ba nông cá cột rồng bơi thai cả hai cho tụm rom miền tra một hột đào con đây dần chân tiết cái thà cọp bấy dương tra nơi cùng đất bà nhà nâng ở trâm trâu đó đâm bấy chui mơ cá khóc trâu thì ni ba nơi cá thai là xa tăng pi sầm bát thò mà chiên đây nông cầm mò sắt để kia một nhau chỉ vứt là dụ xong kha ấy chỉ muối nắng nè dương nằng tại của con mà cha kịch mưa tới đàn chư nông tùm hôm đây pi pon thầy ta ní thứ thà mình men tại sát thế để một nhau luôn luôn nơi chỉ muối nằng và con mà cha xong bây tại rốc cả tiêu ở đa rồi có tập phun và tiêu ở đa nó có một nhau luôn chỉ muối nằng dương đây đấy bây giờ là dương ban để tuôn chiaประชาวัตรกราហើយយើងមិនមែនមើលការខុសត្រូវតែប៉ុណ្្នឹងអីសំបីតែគ្នាជាទេវតារុក្ខទេវតារក្ខទេវតាដែលនៅរក្សាតាមចន្លោះភ្នំតាមព្រៃស្បាតឬក៏ដើមឈើធំព្រៃស្រោមអីទាំងអស់នេះសិតតែផ្ញើខ្លួនផ្ញើវាសនានឹងប្រគុណម្ចាស់ដែរឧទាហរណ៍ថាក្នុងដីអំណាចរបស់គុណម្ចាស់ដែលមានទំហំដីវត្តដល់ទៅ 2000 ហិកតានេះគឺថាប្រគុណម្ចាស់ជាអត់លេខគេកាត់ដើមឈើណាកាត់ដើមឈើហ្នឹងហើយតែក្នុងដើមឈើហ្នឹងមានរុក្ខទេវតានៅអាស្រ័យក្នុងនោះប្រគុណម្ចាស់ចង្អុលលេខគេកាត់គឺថាគេកាត់អញ្ចឹងតែហ្មងចង្អុលឲ្យគ្រឿងចាក់កាយគឺថាគេកាយអញ្ចឹងតែហ្មងមាននរណាហ៊ានប្រកែកប៉ុណ្ណឹងក្រោមអំណាចក្នុងការមើលថែរបស់យើងអញ្ចឹងបើតែយើងថែរក្សាឲ្យគង់វង្សរុក្ខទេវតារក្ខទេវតាហ្នឹងគាត់បានទីលំនៅទៅដល់បើយើងដកចេញឬក៏តែកាត់ចេញដោយប្រការណាទេអ្នកទាំងអស់នោះក៏ខ្វះខាតក្នុងការរកទីតាំងនៅថ្មីអញ្ចឹងទៅព្រោះតែអ្នកទាំងអស់នោះអាស្រ័យនៅយើងដែរអាស្រ័យនៅយើងដែរអញ្ចឹងបានតែប្រគុណម្ចាស់មានទំនួលខុសត្រូវអញ្ចឹងលៃយ៉ាងម៉េចសូមគ្រប់គ្រងដោយព្រមវិហារធម៌ហើយត្រូវធ្វើខ្លួនឲ្យទៀបបុរាណលោកតាអង្គុយទៀបមើលបានឆ្ងាយហ្នឹងហើយតែlại ngườiពេកមើលមិនឃើញអីទេអញ្ចឹងបានឲ្យសុខចិត្តដាក់ខ្លួនឲ្យទៀបស្គាល់ត្រជាក់ស្គាល់ក្តៅអញ្ចឹង
បើយើងមិនបានធ្វើខ្លួនឲ្យទៀបឲ្យដល់នៃប្រភពបញ្ហានៃឫសគល់អីទេគឺថាយើងមើលមិនឃើញនៅដើមចងដែលជាបញ្ហាទេព្រោះតែសពថ្ងៃមិនមែនតែរាជរដ្ឋាភិបាលទេដែលមានបញ្ហាចោតនោះសូម្បីតែគណៈសង្ឃនាយកឬក៏ថាមន្ត្រីសង្ឃតាមខេត្តតាមស្រុកនីមួយនេះក៏សម្បូរទៅដោយអធិការក្នុងការដោះស្រាយដែរហើយអធិការនេះកើតឡើងព្រោះអ្វីអធិការកើតឡើងភាគច្រើនព្រោះអាស្រ័យការមិនយោគយល់គ្នានិងការដែលមិនសហការគ្នានឹងឯងជាពិសេសគណៈកម្មការអាចារ្យជាមួយនឹងព្រះសង្ឃដែលភាគច្រើនគឺថាច្រើនតែមានចំនួនកាលដែលយើងមិនទាន់មានច្បាប់មានសេចក្តីប្រកាសអីត្រឹមត្រូវសារាចរណែនាំអីត្រឹមត្រូវហ្នឹងគឺថាច្រើនតែមានចំនួនតាមដាលវត្តអារាមដោយសារតែបំពេញជួននាទីអីជាដើមដោយតួយ៉ាងគឺថាអាចារ្យគណៈកម្មការគាត់ក្រោយពីទទួលបានការសន្មតតែងតាំងទៅជាព្រះគ្រូចៅអធិការហើយបានប្រកាសតែងតាំងទទួលស្គាល់ថាជាអាចារ្យគណៈកម្មការអីហើយច្រើនតែច្រឡំថាខ្លួនជាអ្នកត្រួតត្រាវត្តហើយប្រកាន់អំណាចរៀងខ្លួនទៅក៏កើតជាចំនួនបច្ចេកទេសការដែលបញ្ជាក់នៅក្នុងពរាជសង្ឃប្រកាសឬក៏ប្រកាសនីយបត្រតែងតាំងហ្នឹងគឺថាឲ្យជាអ្នករំងាប់នៅអធិការបានន័យថាពាក្យនេះមិនដែលចោលទេមើលក្នុងសេចក្តីប្រកាសឲ្យជាអ្នករំងាប់នៅអធិការដែលកើតក្នុងវត្តបានន័យថាយើងមិនមែនជាចវាយលេខនៅក្នុងវត្តតែម្យ៉ាងទេប៉ុន្តែយើងជាអ្នករំងាប់នៅអធិការគឺបញ្ហាតូចធំដែលមានក្នុងវត្តហើយបើចង់ឲ្យបញ្ហានឹងកុំធំត្រូវតែឆាប់រងាប់ពីតូចហើយចំណែកអាចារ្យវិញគឺថាមានភារៈជាអ្នកដឹកនាំពុទ្ធបរិស័ទប្រព្រឹត្តឬក៏ប្រារព្ធនៅពិធីផ្សេងទៅតាមប្រពៃណីទំនៀមទម្លាប់ចំណែកគណៈកម្មការជាសេនាធិការដែលត្រូវជួយព្រះចៅអធិការឬក៏ព្រះគ្រូសូត្រស្ដាំឆ្វេងក្នុងការពិនិត្យសាងសង់នៅរាល់សមិទ្ធផលក្នុងវត្តឲ្យប្រកបបានដោយប្រសិទ្ធភាពនេះតួនាទីគឺមានតាមលំដាប់អញ្ចឹងប៉ុន្តែដល់តែយើងមិនបានស្គាល់នៅតួនាទីដែលជារបស់ខ្លួនក៏ច្រើនតែតាំងតម្កុំតម្កើងខ្លួនទៅជាអ្នកត្រួតត្រាវត្តជាអ្នកមើលការខុសត្រូវជាអ្នកចាត់ចែងវត្តទៅរហូតដល់កើតជាមានជំរុះអីចឹងគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទទាំងអស់ក៏បីជ្រាបថាអញ្ចេះបើសូម្បីតែគ្នាយើងក៏ឆ្លោះគ្នាបាត់ទៅហើយនោះតើទៅសង្ឃឹមអ្នកក្រៅឯណាដែលគេមកជួយយើងនោះអញ្ចឹងបើចង់ឲ្យអ្នកក្រៅគេចូលមកជួយយើងលុះត្រាតែយើងខាងក្នុងនេះធ្វើជាទឹកមួយដល់ត្រជាក់បានត្រីលោតពីអន្លង់ផ្សេងមករស់ជាមួយបើក្រន់តែទឹកមកធ្លុកក៏ប៉ុណ្ណឹងត្រីមានប្រហែលដល់20ក្បាលផងហើយរស់នៅមិនសុខប៉ុន្តែហើយដល់ត្រីក្នុងលងផ្សេងណានឹងហក់មកនៅជាមួយនឹងហក់មកផ្ញើវាសនាជាមួយនឹងហក់មកផ្ញើសេចក្តីទុកចិត្តជាមួយអញ្ចឹងយ៉ាងណាមិញវត្តអារាមក៏អញ្ចឹងដែរបើលោកម្ចាស់ចង់ឲ្យវត្តអារាមនេះមានភាពត្រជាក់ត្រជុំចម្រុងចម្រើនរុងរឿងនោះគឺថាស្គប់បីលោកម្ចាស់លៃយ៉ាងម៉េចឲ្យវត្តមាននៅសាមគ្គីធម៌ប្រកបដោយសេចក្តីរួបរួមសេចក្តីប្រណិប័តភាពស្មោះត្រង់និងកតាអនុគ្រោះជាចាំបាច់ដើម្បីជាប្រយោជន៍ដល់ខ្លួនយើងផ្ទាល់ជាបឋមធានបើកាលណាខ្លួនយើងឬក៏សមាជិកដែលនៅក្បែរយើងជាមនុស្សមាននៅសេចក្តីសុខតាមរយៈផ្លូវកាយនិងចិត្តហើយនោះអ្នកដតីចូលមកក៏វានឹងកើតជាសេចក្តីសុខធំទៅប៉ុន្តែបើសូម្បីតែខ្លួនឯងនិងអ្នកជុំវិញ
mình miên sẽ cái đây sọc cả hơi nó chân nè đợt đây để trôn mau nâng bằng cao ở từ chỉ thiếp đâu cả hai căn để thông lại công kết thật kia trơn dương sẽ bài o nó mình trâu thế pro thả bờ trâu đau bị trâu mình nè chân nè để trôn mau tam đi kia nắng con đừng trâm trâu tràn lan con tại bờ nè đau tại mình nè khóc chân nè để cho một đào tam như kia nên đừng khóc tràn lan được chân mình men ta kia tràn sắc tại thà dương cọp bay sập bay đi rèn o ấy nông nông thế hai mình men ta kia tách sắc tại mình là o nó đây riêng tầng o mình tha tách rồi tràn mình tha giúp được ngày ngất được lư thế tay tại miên phal vích chữ miên nâng áp với chữ miên rồi bó rương nâng hai đâu mùi rồi hạt tích ra lang chanh chăng là ồ miên cầm đau ngàyបែបនេះបើប៉ះអ្នកដែលគេហាលសណ្ដែកហាលស្រូវឬក៏ហាលសំលៀកបំពាក់អីផ្សេងគេរមែងពោលថាថ្ងៃនេះល្អណាស់ប៉ុន្តែបើសិនជាសម្រាប់អ្នកដែលកំពុងដើរកាត់នៅកម្ដៅថ្ងៃហើយមានភាពសេកទៅទឹកហេវហត់អស់កម្លាំងជាដើមរមែងត្អូញត្អែថាថ្ងៃនេះមានសភាពក្តៅខ្លាំងណាស់ថាថ្ងៃមានសភាពយ៉ាងនេះចំណែកពេលគ្មានថ្ងៃវិញពេលដែលមេឃចាប់ដើមសន្ទុំមានភ្លៀងអ្នកដែលប្រកបស្រូវស្រែដំណាំដាំដុះត្រូវការទឹកភ្លៀងរមែងត្រេកអរថាមេឃនេះអំណោយផលណាស់ភ្លៀងល្អណាស់ប៉ុន្តែចំណែកអ្នកដែលត្រូវធ្វើដំណើរប្រកបដោយឯកសណ្ឋានប៉ុន្តែមិនមានទីបិទបាំងរមែងទាំងអូនទាំងឯងថាមេឃនេះហេតុអ្វីភ្លៀងយូរម្លេះហេតុអ្វីមិនស្រឡះសោះហេតុអ្វីគ្មានថ្ងៃរះជាដើមថាមេឃភ្លៀងវាមានសភាពយ៉ាងហ្នឹងទៅចុះប៉ុន្តែពេលយប់វិញពេលដែលយប់ក្នុងរនោចអន្តកាលអ្នកដែលសាសងផ្ដោះផ្ដងស្នេហាគ្នារមែងមិនឃើញនៅពន្លឺព្រះច័ន្ទហើយក៏ទាំងអូនទាំងឯងថាហេតុអ្វីក៏គ្មានព្រះច័ន្ទសម្រាប់គយគុណសាសងជាដែរប៉ុន្តែបើត្រឡប់ជាចំខ្នើតថ្ងៃដែលចាំភ្លឺល្អវិញចោលលួចមន់រមែងទាំងអូនទាំងឯងថាលោកខែភ្លឺម្លេះពិបាកក្នុងការទៅលួចមន់អញ្ចឹងគឺថារាល់រឿងដែលកើតឡើងក្នុងលោកកើតមករមែងមានគូជាវិជ្ជមាននិងអវិជ្ជមានមកជាប់គ្នាអញ្ចឹងរឿងរ៉ាវដែលយើងត្រូវគោរពចំពោះជីវិតប្រចាំថ្ងៃមិនថាជីវិតជាកុហកជីវិតជាបព្វជិតឬក៏ថាជាមន្ត្រីសង្ឃមន្ត្រីរាជការអាណាប្រជានរាជឬក៏ថាភិក្ខុសាមណេរអីធម្មតានោះទេគឺថាមិនមានភាពលំបាករៀងខ្លួនជួនកាលសាមណេរកាលខ្លួននៅជាសាមណេរមិនទាំងអូនទាំងឯងថាស្មាមិនមាននៅលៀបដែលកើតឡើងពីបច្ច័យទាំងឡាយ4ចង់បរិភោគនៅកលៀនភេសជ្ជៈឬក៏ប្រើប្រាស់នៅជីវរឬក៏ប្រើប្រាស់នៅសម្ភារៈណាដែលកើតឡើងពីអត្តរិកលៀបក្នុងបច្ច័យ4មានការខ្វះខាតឲ្យទៅចិត្តចំណែនជាមួយនឹងព្រះចៅអធិការថាលោកបរិភោគដោយបច្ច័យទាំងឡាយ4ប៉ុន្តែពេលដែលសាមណេរដដែលហ្នឹងវិវត្តទៅរហូតបានទទួលតំណែងជាបច្ច័យអធិការលៀបជាអត្តរិកលៀបដែលកើតឡើងពីបច្ច័យទាំងឡាយ4រមែងសម្បូរដល់ភិក្ខុរូបនោះប៉ុន្តែដោយកតាបកិច្ចរវល់គ្មានពេលប្រើប្រាស់ក្នុងបច្ច័យទាំងឡាយ4អញ្ចឹងទើបនឹកឃើញថាបើសិនជាប្រើជីវិតជាសាមណេរអ្វីក្បិតតែមិនសូវសម្បូរនៅអត្តរិកលៀបពិតមែនប៉ុន្តែមានឱកាសក្នុងការប្រើប្រាស់ក្នុងការទទួលដោយតណ្ហិភាពមិនចាំបាច់ត្រូវទទួលនៅភារៈច្រើនបែបច្រើនយ៉ាងរហូតដល់គ្មានពេលប្រើប្រាស់អីទៅទៀតដែរអញ្ចឹងតើលើលោកនេះយប់នឹងថ្ងៃមាននឹងក្រខ្មៅនឹងសឬក៏តារឿងទាំងឡាយក្នុងលោកនេះសិតតែមានគូជាវិបត្តិនិងគូជាផលរំខាននិងផលដែលជាអំណោយគូគ្នាអញ្ចឹងតែមកយើងមិនអាច
chọn chăm rồi ta rong chăm riêng lơ lôn nắng không ta riêng nắng nàng còn bao ta riêng nắng ọt biên riêng chỉ đau cả hai ấy của ta ọt thế chẳng riêng đau cả hai riêng nè chọc sáng riêng trai ó ta cai móc cu kia dần mà cả na tại dương miên tùng hùng tối dương lướt ban đó bó sran bên này dương miên tùng môn thốn cái ta dương lướt rồi bó thốn dân này ưu tiên họ tại đôi chỉ dương nơi ở giúp ram pi năm dân chứ kìm đại prao dương ao từ vừa ca thôn đây cái ao lướt dạng trán co mà cặp phong ti cặp phong ấy vẫn năng rồi ta mà cà lô ấy vẫn năng vua vẫn năng đây ai dương tầm ôi tầm ai tha thôn na còn ta không chầm nấu mình nuốt mê này bên là giúp một bơ năm năng mà đôi nè hai miên mình nuốt thông mình nè đại chi mà châm mà vây ta kia năng ao vua co mà cà lô ti cà lô năng ấy đấy cứ thà chắc ba na cái tao tới ao vua co thông chừng năng chừng năng ấy mê đều miên vây trong vòng bơ năm ấy vua co mà cà lô ti cà lô sai tha lộc ba tái mình ban đăng pi phan lộc ba mình nuốt đại miên mà châm mà vây hay vuông co rồi hốt đó sam sai sắc cà lô tại ngôn chiêng từng ngôn co mà cà lô ti cà lô là bọc tuôn thế dân đó ta rương cần on nắng mà lúc trong mình chọc cao tô trong thông pê thông hai trong màu tô như thế cả ta pê miên trong cro trong pra chỉ vật ở miên rồi còn phải giống mấy cái ta nô miên chất mình nâng thần mình nâng nổ con ta mà miên chất bài nô hơi mình nâng thân bài đi xua thả chỉ phải giao thế thì giao mình miên thế ta ở vây để những cọp bay lây sẵn khăn nó thà che học rôm tù miền nâng cục rôm nơi sản là ca đòi dọc chất độc đạ cả cục rôm sản là ca đòi dọc chất độc đạ này rồi mấy chứ phải giàu hai rồi mấy chia sẻ đầy sốc hai còn rồi mấy chia sẻ đầy chồng đàn lại rôm mình nô đại miên sạch đầy mót chót nâng mặt sạch rồi căn chọp bài này rồi mấy vừa rương mình khóc cả na một con vừa rương mình khóc hái rồi mấy mình sâu nâng miên phiếp sọc sàng cả na phiếp sọc sao mình miên hái chất có trẻ sẽ lạc là vì này sọc cả tế còn ở ba con tay ba mình nô của cái rương khóc tràn có sao là căm là cả làm vì rương khóc nông miên tràn bài tràn giá thì đây sọc sao sẽ rau sẽ rấy còn miên tràn cả na sẽ đây sọc sao sẽ rau sẽ rấy miên tràn tô này là bao giờ cũng có bao phía sầm rạp một cô đồ đẹp kia chẳng mình nô đại tây là bao giờ cũng mình bên mình nô thưa bon tràn rồi thưa bạp tràn ấy tại mà giang thế mình nô đại tây là bao giờ cũng cứ thà chia một nô đại miên chất sọc sao tràn miên chất sao bòn tràn miên mình tê nông chất tràn nâng hai chiếc lâu đại tầm na tới là bao giờ cũng nô đôi chìa bên điên một là cá ban phai tiên của cô phải là gì một cô lô thong ban phai tiên củaព្រះសម្មាសម្ពុទ្ធផងប៉ុន្តែពេលស្លាប់ទៅភ្លាមនៅតែចុះនរកព្រោះអាស្រ័យអីព្រោះអាស្រ័យចិត្តសោកសៅជាកតាសិតចម្រោកសម្ដែងជាកតាចំក្រោយហើយបុគ្គលពួកខ្លះបានធ្វើបាបកម្មដ៏ច្រើនប៉ុន្តែទៀបនឹងមរណាទៅបានទទួលការអប់រំចិត្តមិនមានសេចក្តីសោកសៅចិត្តមិនមានសេចក្តីភ័យខ្លាចតក់ស្លុតនិងសោកស្ដាយជាមួយរឿងនឹងធ្វើដែលបានធ្វើចិត្តជ្រះស្រឡះល្អហើយក៏មានតែកើតក្នុងឋានសួគ៌ទេវលោកក៏ទៅមានអញ្ចឹងគឺថាដែលពោលមកខាងដើមនេះមិនមែនចង់ឲ្យបញ្ជាក់តែយើងមិនបាច់ធ្វើបុណ្យអីទេមិនបាច់ធ្វើបាបអីទេគ្រាន់តែធ្វើចិត្តកុំឲ្យសោកសៅទៅបានទៅកម្មឋានសួគ៌មិនមែនមានន័យអញ្ចឹងទេចង់បញ្ជាក់ថាទង្វើដែលយើងធ្វើប្រចាំថ្ងៃនេះហើយដែលជាកត្តាជំរុញផ្លូវចិត្តរបស់យើងឲ្យសោកសៅឬរីករាយកាលណាបើយើងក្នុងជីវិតប្រចាំថ្ងៃប្រព្រឹត្តរឿងដែលត្រូវដែលជាសមាជីវៈដែលជាសមាវិជ្ជាមៈឬក៏ជាសមាកមន្តៈជាដើមនោះគឺថាកាលណាដែលយើងប្រព្រឹត្តត្រូវដោយកាយវិចារនិងចិត្តនេះកាលណារឿងដែលជារឿងត្រឹមត្រូវនឹងមានបណ្ដើមកភាពសោកសៅនឹងមិនមានកើតឡើងដល់យើងទេប៉ុន្តែបើយើងសន្សំរឿងដែលជាទោសរឿងដែលជាកំហុសនោះរឿងទាំងអស់នោះវានឹងបង្កើនភាពសោកសៅសម្រាប់សរែងឲ្យដល់យើងតងទាប់ឥតឈប់ឈរហើយផលរបស់ភាពសោកសៅមានអបាយភូមិជាប្រធានផលនៃសេចក្តីសោមនស្សក្នុងអារម្មណ៍ទាំងឡាយជាពួករមែងមាននៅសុគតិសួគ៌ជាប្រធានចឹងមានប៉ុណ្ណឹងដែលជារួមចំណែកក្នុងធម្មកថាព្រោះថាវែងឆ្ងាយទៅក៏មេឃដូចជាបណ្ណោតផលដល់អ្នកដែលអង្គុយខាងក្រៅក្រែងរងចាំយូរទៅកើតជាបញ្ហាផ្សេងទៅទៀតខ្ញុំកណាខ្ញុំប
ប្រគេនប៉ុណ្ណឹងជាធម្មកថានឹងជូនដល់មហាវិជាពុទ្ធបរិស័ទក្នុងវេលាឱកាសនេះប៉ុណ្ណឹងឲ្យសូមលើកយកកម្មការមហាកុសលទាំងអស់ប្រគេនជូនបុគ្គលណាគុណម្ចាស់ព្រះមន្ត្រីសង្ឃដំលោកទាវអភិបាលក៏ដូចជាមេភូមិមេឃុំមេស្រុកទាំងអស់ដែលមានប្រវត្តិមានវត្តមានក្នុងវេលាឱកាសនេះមហាវិជាពុទ្ធបរិស័ទរួមទាំងអស់សូមឲ្យបានសម្បកោជួបប្រទះតែនឹងពុទ្ធពរទាំងឡាយ4ប្រការជីវណ្ណសុខៈពលៈបាត់ទាំងឡាយ3ប្រការមនុស្សទេវតាព្រះនិព្វានលោកទាំងឡាយប្រាថ្នាពរណាសម្បត្តិណានោះសូមឲ្យបានសម្រេចជាភ័យយកទៀតតរៀងទៅយ៉ាងធម្មទេសនាទេសសាមនេះរីខោះមកប្រសេះទេសនាដល់សម្ដេចដល់ខ្ញុំកណ្ដាលអាត្មាមានប្រមាណប៉ុណ្ណេះក៏សំណាមត់ទៅចាប់តែប៉ុណ្ណេះឯងអេវ៉ាំង